មានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីៗផងដែរទៅអត់សប្បាយណាចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់មានអីលុយមកកណោឲ្យថាទៅមកខ្ញុំប៉ាវបាទសួស្តីមានបងម្នាក់គាត់សំណពរខ្ញុំធ្វើជារឿងមកពេញបង្ហាញណាប៉ុន្តែសុំទោសណាអត់អាចធ្វើជារឿងមកពេញបង្ហាញទេព្រោះកម្មវិធីនេះមិនមែនយើងយកវីដេអូមកប្រគំដាក់ផលិតម្ដង 5-6 នាទីទេណាframe ដែលយើងកំណត់បានអស់ឲ្យត្រឹម 4000 frame ស្មើនឹង1នាទីជាងអាហ្នឹងយើងធ្វើម៉ាស៊ីនណាហ្នឹងហើយម៉ាស៊ីនបានត្រឹមតែ 4000 frame ទេ1នាទីជាងឥឡូវខ្ញុំបង្ហាញជា 4000 frame ហើយខ្ញុំគេធ្វើគេមិនមែនធ្វើមក full រឿងពេញតាមមួយក្នុងវីដេអូនឹងមួយទេបាទដូចដែលខ្ញុំបង្ហាញវីដេអូមេរៀនក្នុងក្រុមអញ្ចឹងគឺខ្ញុំបង្ហាញពីមួយចំណុចដើម្បីឲ្យបងប្អូនយើងគាត់ចេះក្នុងការដូចថាដាក់បញ្ចូលសំឡេងអូសតួអង្គដាក់បញ្ចូលសំឡេងដាក់ចលនាហើយនឹងរបៀប render វីដេអូចេញឬក៏បង្កើត project ឲ្យចេះប្រើទាំងអស់ហ្នឹងហើយបានមកច្បាច់ចូលគ្នាអានេះឧទាហរណ៍ថាយើងចេះហើយណាបាទអាហ្នឹងយើងចេះហើយយើងធ្វើចេញជារឿងអញ្ចឹងឧទាហរណ៍ខ្ញុំបង្កើតជាឈុតម៉ាស៊ីនទេណាម៉ាស៊ីនហ្នឹងមួយភាគគេមិនមែនបង្កើត4-10នាទីនៅក្នុងកម្មវិធីហ្នឹងតែហ្មងអត់ទេគេបង្កើតតែម៉ាស៊ីនហ្នឹងប្រហែលជា1នាទីហ្នឹងច្រើនជ្រុលផងអញ្ចឹងណាបង្កើតហ្នឹងហើយឥឡូវតោះកុំឲ្យខាត់ពេលចូល set ហើយខ្ញុំយក project មួយអានេះឧទាហរណ៍ថាយើងគ្មាន project យើងទើបតែបង្កើត project ដំបូង terrain អញ្ចឹងមកហ្នឹងហើយហើយអានេះខ្ញុំបង្ហាញរៀងលឿនតិចណាព្រោះសង្ឃឹមថាបងប្អូនក្នុងក្រុមគាត់ចេះអស់ហើយណាក្នុងការបង្កើត project អីហ្នឹងអញ្ចឹងបន្ទាប់ពីទាញមកខ្ញុំយកជាលក្ខណៈខ្ញុំចូល heal ហើយខ្ញុំយក modify បាទទាញឡើងលើហ្នឹង modify អានេះទាញដាក់ចូលគ្នាចឹងហ្នឹងហើយចូល modify ហើយខ្ញុំយកប្លង់រៀបដល់ដីអាកន្លែង0មកលើកឲ្យស្មើនឹងអានេះឃើញទេអាកាឡាវានេះអញ្ចឹងយក0មកហើយបន្ទាប់ពីស្មើហើយយើងបិទអាផ្ទាំងកាឡាបាតនឹងចេញទៅ show grid នឹងនេះនៅក្នុងអា preference ណាហ្នឹងហើយចង់បិទ show grid នៅក្នុង preference បិទមកហើយបន្ទាប់មកយើងដាក់មកអានេះខ្ញុំអត់បង្ហាញពីការបដូរនៅអីច្រើនញញ៉ៃទេគាត់ថាយើងបង្កើត project បង្កើតជារឿងអាហ្នឹងម៉ាស៊ីនណាបង្កើតជារឿងហើយយើងបង្កើតជារឿងតទៀតបើរឿងយើងមានច្រើនភាគយើងធ្វើច្រើនភាគទៅហើយបើឲ្យខ្ញុំបង្ហាញជាគណៈ full ពេញមួយរឿងនៅក្នុងនឹងតែម្ដងអូយូរម៉ោងណាស់បាទ3-4ម៉ោងមិនទាន់ហើយផងអញ្ចឹងសង្ខេបប៉ុណ្ណេះសង្ឃឹមថាបងប្អូនគាត់យល់បាទយល់តាមហ្នឹងណាហ្នឹងហើយពេលយើងចេះប្រើអស់អញ្ចឹងខ្ញុំទាញនៅតួអង្គមួយនៅក្នុងនឹងតែម្ដងបង្ហាញតាបាទអញ្ចឹងខ្ញុំយកតួអង្គមួយតុក្កតានេះចុះបាទបន្ទាប់មកទៀតខ្ញុំយកមេឃមួយទៀតចូល sky មេឃខ្ញុំយកមេឃនេះទៅបាទហើយបន្ទាប់មកទៀតខ្ញុំទៅរកផ្ទះងាយលឿនយើងបង្កើត project ផ្ទះយើងដាក់បើតាមយោបល់ខ្ញុំណាមិនបាច់ដាក់ផ្ទះច្រើនពេកទេភូមិហ្នឹងដាក់ផ្ទះត្រឹមតែពី3អីទៅបាន4អីទៅបានជៀសវាងការវាធម្មតាទេផ្ទះនេះវាធំប្រប់ខ្ញុំប្រគំទៅវាអាចធំអញ្ចឹងទៅយើងដាក់ទៅវាលេងគីឡូវាស៊ីមេធំអញ្ចឹងទៅវាទៅជាអត់ smooth ហ្នឹងហើយបន្ទាប់ពីអានេះផ្ទះអញ្ចឹងមក
បន្ទាប់មកយើងដាក់ផ្ទះទៀតមកឲ្យដល់ឈុតនេះខ្ញុំដាក់ផ្ទះតា2 ឬក៏ 3ទេបាទអត់ដាក់ច្រើនទេកុំឲ្យពិបាកព្រោះធម្មតាគេយកមើលតែសាច់រឿងទេហើយ background ផ្ទះអីហ្នឹងយើងមិនចាំបាច់ទៅច្រើនអីដូចមែនតែនធម្មតាទេតែរឿងសូម្បីតែរឿងយើងមើលហ្នឹងក៏គេឥឡូវនេះ112មេគេវាធំពេកអញ្ចឹងយើង112មេដែរអានេះ300អូ22មេមេកបៃគ្នាយ៉ាងនេះធម្មតាដូចរឿងគេលេងអញ្ចឹងរឿងគេលេងក៏គេមិនដែរទៅចាប់យកគ្រប់ប្លង់ទេបើថាគេថតនៅផ្ទះណាគេថតតែផ្ទះហ្នឹងឯងហើយបើទៅកន្លែងផ្សេងក៏គេយកតាមមួយចំណុចហ្នឹងឯងបាទដាក់អញ្ចឹងទៀតមកបន្ទាប់មកទៀតឥឡូវខ្ញុំដាក់ផ្ទះតា3ឯងតែប៉ុណ្ណេះមួយដាក់ហ្នឹងផ្ទះតែ2បាទណា3ចុះណាផ្ទះ3ចុះបើយើងចង់ធ្វើលក្ខណៈភូមិដាក់មកបើយើងមានប្រប់ផ្ទះប្រប់អីយើងដាក់មកហើយកុំភ្លេចណាយើងដាក់តួអង្គដើម្បីសេរីមើលទំហំផ្ទះផងឲ្យត្រូវប៉ុណ្ណឹងមកផ្ទះនេះរៀងខិតទៅនឹងមួយតិចមកប្រឡោះផ្លូវនេះអូខេហើយបន្ទាប់មកទៀតដាក់ទល់មុខគ្នាផ្ទះយើងដាក់ទល់មុខគ្នាមកបាទផ្ទះណាមិញឲ្យយកផ្ទះគេតែដាក់ប៉ុណ្ណឹងវាចង់អត់សូវ smooth បាត់ទៅមកកុំព្យូទ័របងប្អូននាងខ្សោយទៀតអុកផ្ទះឲ្យពេញប៉ុនគ្នាអញ្ចឹងមកហ្នឹងហើយបន្ទាប់មកអូសផ្ទះទៀតមកអាហ្នឹងដំបូងឡើយយើងត្រូវបង្កើតប្លង់ហើយបើយើងធ្វើរឿងផ្ទះផ្សេងមកអានេះផ្ទះនេះដូចជានេះផ្ទះដាក់ទ្វារហើយដាក់ព្រួយ7មកគេបរិចតិចមកតមកដាក់ទៅនេះមួយទៀតផ្ទះនេះអត់មានស្ទើឥឡូវផ្ទះនេះខ្ញុំតម្រូវចេះទេខ្ញុំដាក់ឲ្យស្មើចេះលក្ខណៈផ្ទះទៀមហ្នឹងទៅ
ប៉ុណ្ណឹងមកឥឡូវខ្ញុំយកប៉ុណ្ណឹងណាបន្តមកយើងដាំដើមឈើមកស៊ូមវាឲ្យចេះមកដាំដើមឈើមកកុំដាក់ច្រើនពេកតែដាក់ច្រើនពេកវាអត់ smooth វាអាចបញ្ហាកុំព្យូទ័រទៀតបាទបន្ទាប់ពីអូសដាក់មកដើមអញ្ចឹងមកយើងចូលមកកន្លែងដាំចូល modify មកនេះដាំយើងចុចយក start garden នេះមកហ្នឹងហើយហើយកន្លែងនេះកន្លែងស្វាយបរិចហើយកន្លែង number កំណត់ដើមអញ្ចឹងខ្ញុំយក20ដើមតែហ្មងណាហ្នឹងហើយ20ដើម21ហ្នឹងហើយឃើញច្រើនអញ្ចឹងបរិចស្វាយបន្តិចប៉ុណ្ណឹងមកតមកដាក់កន្លែងហ្នឹងមកប៉ឹកមកក៏ចុចម៉ៅយើងមកចុចមកប៉ឹកមកបន្តមកទៀតដាក់ទៀតមកប៉ឹកទៀតហ្នឹងហើយហើយកន្លែងនេះមកប៉ឹកទៀតមកយើងដាក់ជុំវិញអញ្ចឹងមកខាងក្រោយនេះមកប៉ឹកទៀតមកពេលនេះយើងដូរយកនេះមក select មកបានចេញចឹងហ្នឹងហើយមកប៉ឹកហ្នឹងទៀតមកហ្នឹងហើយឃើញទេបន្តមកយើងសេរីទៀតមក scroll មកទៀតកន្លែងនេះដាក់មកប៉ឹកទៀតចុចទៅនេះមកហ្នឹងហើយកន្លែងនេះមួយទៀតមកប៉ឹកមួយទៀតដាក់ឲ្យវាហ្នឹងប៉ុណ្ណឹងបន្ទាប់ពីយើងចុចហើយយើងត្រូវមកចុចកន្លែងវិញបើយើងឈប់ដាំដើមឈើបន្ថែមអញ្ចឹងយើងត្រូវចុចកន្លែង start នេះវិញហ្នឹងហើយចេះហើយបន្ទាប់មកយើង zoom មកមើលប្លង់យើងអូខេកន្លែងនេះរៀងវល់អញ្ចឹងយើងត្រូវបើបងប្អូនមានប្របជាភ្នំឬក៏ជាដាក់ដើមឈើបន្ថែមក៏បានដែរប៉ុន្តែខ្ញុំយកនេះមួយដីនេះមួយដាក់ដើម្បីធ្វើភ្នំបាទទូចទេអាហ្នឹងតែយើងព្រិចវាមកភ្នំលើភ្នំក្បែរផ្ទះមួយដែរព្រិចទីមកទាញឡើងលើយ៉ាងមកប៉ុណ្ណឹងមកអូខេហើយតកតងនឹងកន្លែងផ្ទះនេះក៏យើងត្រូវដាក់ដើមឈើដែរយើងចង់ប្រើដើមឈើនៅក្នុងនេះក៏បានឬក៏យើងមិនប្រើក៏បានហើយស្មៅនេះយើងចង់ដាំក៏បានមិនដាំក៏បានស្រេចតិចតិចយើងចង់លេង style មិនលេងតាមហ្នឹងណាបាទអញ្ចឹងដោយសារតខ្ញុំមានដើមឈើប្រភេទដើមឈើផ្សេងទៀតអញ្ចឹងខ្ញុំត្រូវការលីឡំដើម្បីបង្ហាញទៅហើយដើមឈើហ្នឹងដូចជាមាននៅក្នុងក្រុមដែរណាហ្នឹងហើយអញ្ចឹងដោយសារខ្ញុំមិនអាចឲ្យខ្ញុំធ្វើជារឿងមកពេញបង្ហាញហ្មងអត់ដឹងរួចស្មោះណាទេអញ្ចឹងខ្ញុំអស់នៅដើមឈើផ្សេងចូលដើមឈើនេះមួយដាក់នេះវាដើមឈើនៅក្បែរផ្ទះធម្មតានៅផ្ទះយើងមានដើមឈើដើមអីអញ្ចឹងនៅមុខផ្ទះអញ្ចឹងទៅហើយតបមកទៀតដើមនេះទៀតប្រភេទដើមនេះក៏វាដូចគ្នាដែរអញ្ចឹងខ្ញុំដាំដើមផ្សេងមួយទៀតដើមនេះដាំអត់កើតទេនេះយកដើមណាជប់ដើមនេះអូខេហើយខ្ញុំ start កន្លែងនេះដែរហ្នឹងហើយគេដាក់មកប៉ឹកមួយមកបន្តមកចុចកន្លែងហ្នឹងវិញដើម្បីបិទវាអូខេកន្លែងនេះក៏យើងត្រូវដាំដើមឈើបន្តិចដែរបាទដើម្បីបិទបាំងភាពលះលះហែវអញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំដាក់ដើមឈើផ្សេងបាទចុចមួយមកហើយបន្តមកខ្ញុំយក start បោចទៅនឹងមកបាំងចិត្តពេលដាំហើយចុចទៅនឹងវិញមកបាទផ្ដាច់វាអូខេ
ឃើញហើយចឹងយើងបង្កើតប្លង់ចឹងមកហើយបើអ្នកនរគ្នាមានស្អីចង់បង្កើតប្លង់អីតាមចិត្តចាំក្តីស្រឡាញ់ខ្លួនឯងចឹងណានេះខ្ញុំក៏សង្ខេបអូខេបន្តមកទៀតឥឡូវខ្ញុំដាក់ជាកៅអីមួយនៅទៅនេះសម្រាប់ឲ្យតួអង្គយើងមកចឹងណាដាក់គួយទៅនេះមួយបងទៅនឹងមកដើមឈើនេះលើករៀងខ្ពស់តិចហ្នឹងបវលតិចអូខេហ្នឹងហើយបន្ទាប់មកខ្ញុំឲ្យតួអង្គនេះអង្គុយសិនណាអង្គុយសិនទៅលក្ខណៈអង្គុយលេងមុខផ្ទះអញ្ចឹងណាតាមពិតរឿងយើងបើយើងចេះតែបញ្ចូលសលេងយើងចេះបង្កើតអីហើយយើងរឿងយើងរៀបចំគឺងាយទេហើយគាត់ឲ្យខ្ញុំហើយសំណពរខ្ញុំបង្ហាញធ្វើឲ្យរឿងពេញក៏វាបានត្រឹមតែមួយរឿងប៉ុណ្្នឹងចឹងឯងសំខាន់យើងចេះខ្លួនយើងចេះស្គាល់កន្លែងក្លុកលៀតអស់ហើយណាអង្គុយហ្នឹងខ្ញុំយកចូលកន្លែងនេះអានេះសម្រាប់ version ថ្មី version 8ថ្មីនេះយើងមាន Acute Pause ដើម្បីសេរីនៅចលនាផ្សេងអញ្ចឹងខ្ញុំយករូបនេះមួយចលនាមួយហើយ apply pause ហើយខ្ញុំបិទវិញណាបាទប៉ុណ្ណឹងហើយយើងសេរីមើលផងនេះជើងតួអង្គយើងអត់ដល់ដីទេហើយដើម្បីដល់ដីយើងចុចកន្លែង food នេះក៏អត់ដល់ដែរប៉ុន្តែយើងអាចទាញតួអង្គយើងតម្លាក់បន្តិចមកបាទដល់ដីអូខេអញ្ចឹងអានេះខ្ញុំស្ខេបណាហើយបើយើងចង់ដាក់តួច្រើនយើងបន្ថែមតួមកមុខងារតួនីមួយអ្នកភូមិគេធ្វើអីអាហ្នឹងយើងដឹងខ្លួនយើងគិតថាអ្នកភូមិកំពុងតែឈរពោនិយាយគ្នាអីផ្សេងអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាផ្ទះនេះមួយទៀតផ្ទះនេះមួយខ្ញុំដាក់ឲ្យមានមនុស្សមកឈរនិយាយគ្នាអញ្ចឹងទៅអញ្ចឹងខ្ញុំខ្ជិលយកបើក folder ញ៉ៃខ្ញុំយកតួអង្គក្នុងនេះដាក់ត្មងណាបាទនេះចូលថារឿងមិនមែនថាយើងដាក់តែមនុស្ស2នាក់ផ្ទះអត់មានមនុស្សអីសោះណាអញ្ចឹងយើងដាក់លីឡំមកអានេះយើងបង្ហាញ Skype ឲ្យមើលហើយការកែច្នៃអាហ្នឹងអាស្រ័យលើបងប្អូនចំណងចំណុចចិត្តខុសគ្នាអញ្ចឹងខ្ញុំចូលចិត្តបែបនេះបងប្អូនចូលចិត្តបែបនោះវិញអញ្ចឹងទៅបាទនេះឃើញហើយដាក់មនុស្ស2នាក់អញ្ចឹងមកអមជាមួយនឹងផ្ទះភូមិឲ្យមានមនុស្សម្នាខ្លះអញ្ចឹងទៅមានផ្ទះខ្លះមានមនុស្សផ្ទះខ្លះក៏អត់មនុស្សអញ្ចឹងទៅបាទហើយកន្លែងនេះយើងដាក់ទៀតមកផ្ទះខាងនេះអាហ្នឹងអាផ្ទះអញ្ចឹងអ្នកនរគ្នាចង់បន្ថែមអីបន្ថែមទៀតទៅណាបាទស្រាក់ចិត្តអ្នកនរគ្នាតែនេះខ្ញុំ Skype ដាក់ច្រើនក៏វាបង្កើតយូរអញ្ចឹងមកយកតានេះមួយទៀតបើយើងដាក់តួអង្គច្រើនយើងត្រូវកាត់បន្ថយប្របបានវា smooth តែបើយើងដាក់ប្របច្រើនហើយតួអង្គច្រើនទៀតបើមិនតាក់បើ error កុំព្យូទ័រលុតផ្លឹបបាទហើយបន្ថែមតួស្រីមួយទៀតអាចច្រឡំតួស្រីដាក់3នាក់ផ្ទះគេមានដែរណាអញ្ចឹងយើងដាក់ត្រូវនឹងផ្ទះហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ចលនាទៅលើតួអង្គយើងនេះហើយតើតើនឹង frame នេះដូចខ្ញុំប្រាប់ចឹងណាយើងអាចកំណត់ដាក់វាត្រឹម4000ទៅបានហើយមិនបាច់ដាក់ច្រើនទេ frame ហើយមួយឈុតយក4000 frame ទៅបាន
អូខេឥឡូវសម្រាប់ចលនាខ្ញុំយកចលនានេះមួយតើឈរចលនានិយាយគ្នាឈរនិយាយគ្នា2នាក់ឈរនិយាយគ្នាមិនមែនទេនេះក៏មែនដែរអានេះប្រភេទជួបគ្នាចាប់ដៃចាប់ជើងគ្នាអញ្ចឹងបាទឥឡូវខ្ញុំសាកមើលចលនាក្នុងនេះវិញមានអីខ្លះបើអត់ចេញអញ្ចឹងយើង right click ឯងដាក់គ្រីសអញ្ចឹង motion direction ហើយកម្មវិធីហ្នឹងវាចំណុចពិសេសរបស់វាទៀតនោះគឺអានេះដូចជាអត់មានIDM មានតែមួយ IDM អញ្ចឹងដើម្បីដាក់ចលនាវាយើងអាចធ្វើការចុចកន្លែងនេះ generate បន្ថែមមនុស្សទៀតអីចឹងណាជាមួយខ្ញុំ generate ឲ្យមើលអានេះ grid volume male search actor អាហ្នឹងសម្រាប់យើងនេះផ្សេងទេអាហ្នឹងខ្ញុំអត់បង្ហាញទេយើងបើក្នុងនេះវាចលនាវាអត់សូវមានដែរណា version ថ្មីនេះវាចឹងខ្ញុំចូលទៅយកក្នុង tablet version 4ដែរណាខ្ញុំមានអាចលនាឈរនិយាយនេះច្រើនណាយ៉ាបាត់ tablet ទៅណាអត់ ហើយទៅពលាតែពលាយូរនេះមើលវាសិន custom អានេះ custom ណានេះ animation អានេះមាននេះមានប្រប MD version 8.52 motion plus អានេះ motion អានេះមិនមែន motion director អត់ទេនៅក្នុងនេះអត់មានអញ្ចឹងខ្ញុំយកកន្លែងនេះតែម្ដង
ស្រីឈរចឹងមកហើយប្រុសឈរលក្ខណៈឈរស្ដាប់មនុស្សម្នាក់ទៀតនិយាយចឹងណាបាទអញ្ចឹងខ្ញុំយកប្រុសអានេះស្រីតាអេហឹមអូខេចឹងអាចលណានេះយើងអាចពេលហ្នឹងយើងចុចលើតួអង្គហើយយើងដើម្បីឲ្យតួអង្គយើងហ្នឹងមើលអញ្ចឹងយើងចុចកន្លែង look at នេះមកហើយយក pick target คลิกលើមុខតួអង្គដែលនិយាយនេះមកអស់មកក្រោមកន្លែង body នេះទាញវាអស់ចេញមកបាទហើយ คลิกលើតួស្រីមួយបន្ទាប់មកយើងយក look at ដដែលយក look at camera pick target ដើម្បីឲ្យសឡឹងមើលតួអង្គរបស់យើងហ្នឹងនិយាយណាបាទហើយកន្លែង body នេះដូចគ្នាទាញអស់ចឹងមក play មកគេតួអង្គពីរនេះទាំងផ្សេងប្រុសសឡឹងមើលតានឹងនិយាយតែឯងចឹងទៅគេបាទបន្ទាប់មកយើងទាញមក copy ដាក់ចំមកទាញ up មកនេះមកតួអង្គស្រីចឹងដែរទាញ up ដូចគ្នាមកអូភ្លេចព្រមថែមចឹងមកហើយប្រុសនេះឲ្យគាត់និយាយរហូតចឹងទៅបាទ copy ចឹងទៅគាត់នេះអាយ៉ាវល់មកនេះបើចង់ដាក់គាត់និយាយតទៀតដាក់ទៅអូទៀតមកចឹងមកនិយាយតែឯងចឹងមកហើយបើចង់កុំឲ្យមានបញ្ហាចេះឃើញហើយយើងវិលជើងណាបើយើងកុំឲ្យវិលជើងចូលអានេះមកហើយយើងយកកន្លែង root នេះដាក់ L ដល់កន្លែងនេះយើងអាចថាចូលកន្លែងអាហ្នឹងដដែលហើយយើងសេរីវាបានសេរីត្រូវព្រួយដូចគ្នាមកបាទនេះយើងមើលថាជើងដាក់អញ្ចេះជើងនេះទៅអញ្ចេះអញ្ចឹងយើងអាចពវល់ជើងហ្នឹងមកត្រូវអញ្ចឹងមកដាក់ឲ្យត្រូវលំនាំគ្នានេះមកទីខិននេះជើងចាស់នៅនេះប៉ុណ្ណឹងទៅគេមិនបណ្ឌិតជើងនេះយើងអូខេបន្ទាប់ពីដាក់ចលនាលើតួអង្គ3នាក់ហ្នឹងហើយបន្ទាប់មកតួអង្គពីរនេះនិយាយគ្នាទៀតមកដាក់ឲ្យមើលគ្នា look at ដដែល camera pick target ហ្នឹងហើយដូចគ្នាមកคลิกតួស្រី pick target មកបាទតមកដាក់ចលនាមកចលនាគ្នាអូច្រឡំយកចលនាប្រុសទេនេះប្រុសហើយអេplay មើលនេះហ្នឹងហើយដាក់ចោលចឹងទៅព្រោះយើងចាប់មកផ្លែតទេប្លង់តែអ្វីដែលសំខាន់យើងចាប់លើតួអង្គមួយណានេះតួអង្គអង្គុយអញ្ចឹងទៅយើងបាននៅភូមិមួយតែប៉ុណ្្នឹងដល់បានមិនបាច់ទៅដាក់អីដូចជាក់ស្ដែងបើរឿងមែនតែនក៏គេមិនដែរទៅចាប់យកមនុស្សទាំងវងនេះអូខេហើយបន្ទាប់មករឿងយើងចង់និយាយពីអីយើងចង់រឿងលេងពីអីពីរឿងខ្មោចយើងនិយាយរឿងខ្មោចទៅអញ្ចឹងខ្ញុំដាក់តួអង្គមួយទៀត
តួអង្គមួយនេះខ្ញុំឲ្យដើរទៅរកតួអង្គប្រុសហ្នឹងឧទាហរណ៍ណាថាត្រូវដើរទៅរកតួអង្គប្រុសចឹងទៅចឹងយើងដាក់ចលនាដើរមកហ្នឹងហើយបន្ទាប់មកទៀត copy វាយ៉ាងវែងតិចមកហើយយើងមើលថាដើរដល់ណាតួអង្គហ្នឹងខ្ញុំដូចដើរហួសហួសមែនឥឡូវយកកន្លែងនេះខ្ញុំអូសចូលវិញណាដាក់អញ្ចឹងមកហើយអូសចូលវិញមកយកតាមហ្នឹងបន្ទាប់មកខ្ញុំយកនៅចលនាមួយទៀតអាលក្ខណៈដើរឲ្យឈប់ណាដើរឲ្យឈប់នេះស្អីគេអានេះដើររហូតចឹងមិនថាបើឲ្យខ្ញុំបង្ហាញរឿង full នោះដឹងកាលទេអានេះខ្ញុំ Skype ឲ្យមើលណាមើលតាមហ្នឹងទៅហើយធ្វើតាមហ្នឹងទៅបើវាមិនពិបាកទេបើយើងចេះនៅ tool ខ្លះអញ្ចឹងណាតងនឹង walk ឥឡូវខ្ញុំទាញមកតិចទៀតខ្ញុំឲ្យឈប់ត្រឹមហ្នឹងបានឥឡូវខ្ញុំទាញចូលវិញតើមកចូល animation ហើយខ្ញុំយក animation ស្រីនេះយកឈរទី1ដាក់មកឈប់ងក់តែរៀងកត្រាក់ចង់ឲ្យវារៀងល្អជាងហ្នឹងហ្នឹងហើយចង់ល្អជាងហ្នឹងយើងខ្ញុំទាញឡើងតិចយើងទាញវាមកទាញចូលបន្តិចខិតតិចចឹងមកបាទផ្លេសាថ្មីវារៀងអត់កត្រាក់ហ្នឹងហើយធម្មតាតុក្កតាវាចឹងឯងអូខេយើងខិតតិចមកហើយយើងទាញអានេះមកខាងក្រោមដាក់ចឹងមកអូអត់ទេចាក់ទាញមកក្រោយអូអត់ដូចគ្នាណាចឹងខ្ញុំយកប៉ុណ្ណឹងឬក៏យើងចូលកន្លែងនេះមកចូល root សាកមើលអត់កើតដូចគ្នាណាហ្នឹងហើយអញ្ចឹងអត់ទេយើងដូរវិញមកយក root វិញអូខេយកប៉ុណ្ណឹងទៅហ្នឹងហើយអញ្ចឹងជាដំបូងយើងត្រូវចាប់ប្លង់បើសិនជាយើងមានការបញ្ចូលនៅសម្រាយឧទាហរណ៍ថាសម្រាយណាបាទ
សម្រាយអញ្ចឹងមកឥឡូវឧទាហរណ៍ថាសម្រាយធម្មតាគេចាប់យកអញ្ចឹងមកឧទាហរណ៍យើងនិយាយមកយើងនិយាយថាមានភូមិទូចមួយមានមនុស្សរស់នៅចឹងទៅអ្នកខ្លះក៏ចេញរកស៊ីខ្លះក៏នៅផ្ទះតែប៉ុណ្្នឹងទៅអាហ្នឹងរឿងរបស់យើងបើយើងចង់ថាយើងធ្វើពីរឿងអីយើងមានសម្រាយអីអាហ្នឹងយើងនិពន្ធខ្លួនឯងអញ្ចឹងណាអានេះខ្ញុំគាត់ថាបង្ហាញពីការបង្លក្ខណៈរឿងណាបាទអញ្ចឹងយើងចូលAdobe Audition មកយើងថតសម្រាយវាសិនមកយើងចង់ដាក់នៅសម្លេងនៅក្នុងហ្នឹងក៏បានយើងចង់ដាក់នៅពេលដែលយើងសម្រាយក្នុងកម្មវិធីកាត់តវីដេអូក៏បានអញ្ចឹងខ្ញុំបង្ហាញពីការដាក់នៅក្នុងកម្មវិធី Adobe Audition ចុច Recording មកខ្ញុំដាក់សម្រាយមួយអញ្ចឹងមកចេះសេអង់គ្លេសត្រូវខុសសម្រាយ1ឲ្យស្រួលចំណាំហើយចុច OK មកបន្ទាប់មកយើងនឹងធ្វើការ record សម្លេងយើងតែម្ដងមានថ្ងៃមួយនៅភូមិទូចមួយស្រាប់តែមានមនុស្សម្នាមិនសូវជាច្រើនប្រមាណទេដោយសារតែមានអ្នកភូមិខ្លះគាត់បានចេញរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាឯអ្នកផ្ទះក៏បានចាំថាការថតវាមិនមែនចេះតែថតត្រូវទេបងប្អូនណាបាទអញ្ចឹងខ្ញុំលុបវិញថតសត្វថ្មីមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅអូខេឥឡូវយកប៉ុណ្ណឹងហើយចង់ record តឥឡូវខ្ញុំ record តមួយទៀតឈ្មោះតួស្រីយើងឈ្មោះចន្ទធីទៅរកបូរ៉ាបាទចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងអាហ្នឹងទៅថារឿងយើងលេងពីអីយើងសម្រាយពីអញ្ចឹងពីដំបូងឡើយយើងចង់និយាយពីអីអញ្ចឹងណាឥឡូវខ្ញុំ select ហើយខ្ញុំ export ចេញមកហ្នឹងហើយដាក់ download ទៅស្រួលយកចុច OK មកចុចវាអញ្ចឹងទៅហើយបន្ទាប់មកបើយើងអូសមកអូសដាក់សំឡេងយើងដាក់មកទៅរកសំឡេងយើងហ្នឹងហើយសម្រាយមួយហ្នឹងបាទអូសដាក់ឲ្យចំផ្ទះមកពេលដាក់ចំផ្ទះទៅវាចូលអូខេចូលសំឡេងទៅអញ្ចឹងសួរសំឡេងហ្នឹងនៅណាចុចកន្លែងនេះមករងចាំបន្តិចរងចាំតិចសិនណាវាកំពុងតែស្រេស្រង់នៅសំឡេងរបស់យើងនេះឃើញទេរៀងយូរដែរនេះសម្រាយយើងមានអញ្ចឹងខ្ញុំ play មើលមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាហ្នឹងហើយបន្ទាប់មកយើងត្រូវតែចាប់ប្លង់តោះដើម្បីធ្វើដំបូងយើងចាប់ប្លង់ពីលើអញ្ចឹងមកពីលើបន្តិចឲ្យដល់ខ្ញុំយកប្លង់ប៉ុណ្ណេះហើយខ្ញុំដាក់កាមេរ៉ាមួយ create កាមេរ៉ា linear camera ហើយចូល scene មកបានយើងឃើញនេះតោះមកយើង edit មកប្លង់ហ្នឹងយើងប្រើកាមេរ៉ាប្រហែលយើងដាក់កាមេរ៉ាទី1បន្ទាប់មកខ្ញុំចូលចុចកន្លែងនេះហើយខ្ញុំយក tray 3នេះបើវាបាត់យើងយក project មកបាទហើយយើងឈរនៅលើ switch បាទកាមេរ៉ានេះកាមេរ៉ាទី1អញ្ចឹងមកបន្ទាប់មកយើងកំណត់ keyframe ដល់នេះមកហើយយើងคลิกនៅលើគោលដៅមួយហើយយើងក៏អង្គើបន្តិចសិនមកបន្ទាប់មកចាំយើងកំណត់ចូលកន្លែងនេះមួយបន្ទាប់មកញាក់បន្តិចមកចឹងមកហើយខ្ញុំ play មើលណាមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេហ្នឹងហើយយើងคลิกលើកាមេរ៉ាមកយើងកំណត់ keyframe កាមេរ៉ាមួយបន្ទាប់មកយើងត្រូវចាប់ប្លង់ទៀត
ចូល preview ណាមុនអាហ្នឹងខ្ញុំបង្ហាញឲ្យពីរបៀបចាប់ប្លង់កាមេរ៉ាបាទនេះខ្ញុំបង្ហាញសង្ខេបទេតាមការសំណូមពរយើងคลิกលើតួអង្គមួយមកបាទចាប់យកចឹងសិនមកចាប់យកប៉ុណ្ណឹងហើយខ្ញុំយក grid យើង set យើងចង់ចាប់យកប្លង់ត្រាតាមចិត្តយើងអញ្ចឹងយកកាមេរ៉ាមួយទៀតបន្តមកដាក់កាមេរ៉ាទី2បន្ទាប់ពីកាមេរ៉ាទី2ហើយយើងចូលកន្លែង switcher ដែរហើយយើង right click មកកាមេរ៉ាលេខកាមេរ៉ាទី2បន្តមកដូចខ្ញុំនិយាយចឹងណាឈរនៅលើកាមេរ៉ាទី2នឹងចឹងទៅហើយយើង click លើតួអង្គមួយមកតួអង្គមនុស្សចឹងមកញាក់បន្តិចបាទនេះអស់បន្តិចបន្តមកយើងកំណត់ keyframe កាមេរ៉ាទៅនេះហើយយើងអស់តិចមកយឺតចឹងមកហើយខ្ញុំ play ឲ្យមើលហើយខ្ញុំចូល switch ដើម្បីឲ្យកាមេរ៉ាហ្នឹងវាឆ្លាស់គ្នាតាមលំដាប់លំដោយអញ្ចឹងណាហ្នឹងហើយខ្ញុំ play មានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរហ្នឹងហើយឃើញទេយើងកំណត់ធ្វើម៉េចឲ្យចាប់ប្លង់ឲ្យគ្រប់ទៅនឹងការសម្រាយរបស់យើងណាហ្នឹងហើយបន្តមកយើងចូល preview ទៀតដើម្បីយើងរាវរកន្លែងប្លង់ដែលយើងត្រូវចាប់ហើយយើងមើលថាសម្រាយរបស់យើងហ្នឹងចប់នៅត្រឹមណាហើយក៏ចាប់នៅត្រឹមណាអញ្ចឹងណាឥឡូវខ្ញុំចង់បានប្លង់ទៅនេះមួយទៀតប្លង់ពីខាងនេះវិញហ្នឹងហើយឥឡូវខ្ញុំយកចេះវិញវល់ចេះលក្ខណៈវល់អញ្ចឹងហើយអត់វល់ខ្ញុំយកចេះវិញហ្នឹងហើយចាប់មើលទៅយើងមើលទៅណាទៅនោះយើងយកទៅនឹងបាទប៉ុណ្ណឹងហើយខ្ញុំ play មើលកន្លែងនិយាយសិនថាយើងនិយាយចាប់ពីតាណាសិនមុខរបរការងារផ្សេងគ្នាអូខេអញ្ចឹងខ្ញុំចូលទី2អត់ដែរខ្ញុំ connect កន្លែងដែរហើយកំណត់កាមេរ៉ាទៅនឹងមួយប្លង់ទៀតហើយចុចទី3 double click ទី3ហើយកន្លែងនេះឈរកន្លែង switcher ហ្នឹង right click មកកាមេរ៉ានេះទី3បន្តមកដូចខ្ញុំប្រាប់អញ្ចឹងណា click លើតួអង្គមួយអូសបន្តិចបានហើយបាទហើយបន្តមកយើងកំណត់ហើយខ្ញុំ play សិនមុខរបរការងារផ្សេងគ្នាចំណែកអូខេយកត្រឹមចំណែកឯប៉ុណ្ណឹងណាអូប៉ុណ្ណេះបន្តិចមកបន្តមកទៀតយើងដូរទៅចាប់កន្លែងប្លង់ចន្ទធីដើរទៅរកបូរ៉ាមិញយើងដូរ preview ដើម្បីទៅរកប្លង់ចន្ទធីដើរតើឯណាប្លង់ចន្ទធីដើរអញ្ចឹងមកអូរ៉ាអង្គុយសេតហ្នឹងហើយនេះចន្ទធីដើរអញ្ចឹងយើងចាប់ប្លង់កន្លែងចន្ទធីដើរបើយើងនិយាយចំតាណាយើងចាប់ទៅនឹងប៉ុណ្ណឹងមកទៅនឹងមកអូខេយកទៅនឹងបន្តមកខ្ញុំកំណត់កាមេរ៉ាទៅនឹងមួយចូល grid កាមេរ៉ាយកកាមេរ៉ាលេនីកាមេរ៉ាបន្តមកយកកាមេរ៉ាទី4 enter មកហើយ switch ហ្នឹងហើយខ្ញុំ play អ្នកខ្លះកូននៅផ្ទះបាទប្រកបមុខរបរធម្មតាធ្វើការងារធម្មតាចឹងទៅចំណែកឯចន្ទធីអូដូចជានឹងខុសជប់សិនបងប្អូនជប់ចូលកាមេរ៉ាទី3វិញនេះមុខរបរការងារផ្សេងគ្នាចំណែកឯអ្នកខ្លះកូននៅផ្ទះបាទហ្នឹងហើយឥឡូវឈប់កប់មុខរបរធម្មតាធ្វើការងារធម្មតាចឹងទៅចំណែកឯហ្នឹងហើយយកកន្លែងចំណែកឯហើយយើងទាញកាមេរ៉ាមកដាក់ទៅនេះកាមេរ៉ាទី3ឲ្យចាប់ប្លង់កន្លែងចន្ទធីមិញហ្នឹងហើយបន្តមកយកកាមេរ៉ាទី4វិញនេះចន្ទធីនៅនេះឈរលើកាមេរ៉ាទី4ហ្នឹងបាទទី4ហ្នឹងហើយចាប់យកប្លង់ចន្ទធីយើងអស់មកតាមហ្នឹងឃើញទេចន្ទធីក៏បានដើរសំដៅទៅរកបូរ៉ា
អូខេបន្ទាប់មកខ្ញុំអត់ដាក់កាមេរ៉ានឹងថ្កល់ចឹងទេខ្ញុំយកឲ្យកាមេរ៉ាហ្នឹងដើរទៅតាមចន្ទធីអញ្ចឹងដើម្បីធ្វើឲ្យកាមេរ៉ាដើរតាមចន្ទធីយើងคลิกលើកាមេរ៉ាទី4អាមេរៀនកាមេរ៉ា follow ហ្នឹងគឺខ្ញុំបង្ហាញហើយនៅក្នុង group បាទបន្ទាប់មកយើង scroll រកពាក្យថា attach to ហើយយើង pick parent คลิกលើតួអង្គคลิกចំមុខចំក្បាលអញ្ចឹងណាហ្នឹងហើយបន្ទាប់មកចូល tray 3 scroll ឡើងលើយកពាក្យថា URL bone root នេះហើយបន្ទាប់មកយើងដោះ text កន្លែងចេញបន្ទាប់មកយើងយក OK មកហើយវាចេញបែបនេះបងប្អូនកុំភ័យបាទសេរីទៅរកតួអង្គយើងមកណាតួអង្គយើងនៅណាបាទចាំតិចនេះរៀងនេះដែរណាបាទប៉ុណ្ណឹងមកហើយជាមួយខ្ញុំ play យើងសេរីទៅមកឲ្យមកសំហ្នឹងប៉ុណ្ណឹងមកអស់ play មកចន្ទធីឃើញទេក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងឃើញទេអញ្ចឹងរឿងគេធ្វើអញ្ចឹងណាហើយបន្ទាប់មកទៀតបាទអូយឺតមកក៏បានដើរសម្ដៅទៅរកបូរ៉ាធ្វើឲ្យបូរ៉ាក៏លេខមើលចន្ទធីคลิกលើបូរ៉ាបន្ទាប់មកយើងរកពាក្យថា look at យក look at camera បន្ទាប់មកចុច pick target ហើយคลิกលើមុខចន្ទធីមកបាទបន្ទាប់មកកន្លែង scroll មកក្រោយកន្លែង body នេះ body នេះយើងទាញមកធម្មតាយើងងាកមើលតែក្បាលទេបាទអូខេអញ្ចឹងខ្ញុំចូលទាញមកវិញហើយខ្ញុំ play ថ្មីចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាអូខេបូរ៉ាងាកមុខមើលហ្នឹងហើយបន្ទាប់មកបបួលបូរ៉ាទៅលេងទីក្រុងម្ដងអញ្ចឹងបានន័យថាចប់ទៅនឹងកន្លែងសម្រាយហើយបាទចប់កន្លែងសម្រាយភាសាថ្មីទៅលេងទីក្រុងម្ដងអូខេយកកន្លែងហ្នឹងចប់សម្រាយហើយបន្ទាប់មកយើងចូល preview ចាប់ប្លង់ឲ្យចន្ទធីនិយាយទៅរកបូរ៉ាចូល preview ខ្ញុំបង្កើតម៉ាស៊ីននេះវាល្មមឲ្យ 4000 frame អានេះតួអង្គយើងអត់កលេចមើលបូរ៉ាទេអញ្ចឹងយើងចូលមកកាមេរ៉ាថយមកវិញមកកាមេរ៉ាទី4វិញបាទកន្លែងនេះសាថ្មីចន្ទធីក៏បានដើរសម្ដៅអូខេចាប់យកកន្លែងហ្នឹងមកហើយคลิกលើចន្ទធីបន្ទាប់មកយើងចូល look at ឲ្យចន្ទធីកលេចមើលបូរ៉ាដើរទៅណាចូល look at ជិបសិនណាคลิกលើតួអង្គ look at parent ណាហើយបន្ទាប់មកកន្លែងនេះលេខម្ដងហ្នឹងហើយឃើញចន្ទធីគឺស្លឹងមើលអញ្ចឹងយើងចូលកន្លែងបូរ៉ាទៅលេងទីក្រុងម្ដងហ្នឹងហើយយកទៅហ្នឹងហើយបន្ទាប់មកយើងចូលកន្លែង preview វិញឃើញទេពីរអ្នកហ្នឹងមើលគ្នាពីរអ្នកហ្នឹងមើលគ្នាហើយឥឡូវខ្ញុំហ្នឹងហើយឃើញទេបន្ទាប់មកយើងចាប់ប្លង់ទៅនឹងមួយមកពេលដែលចាប់ប្លង់ត្រង់ហ្នឹងបងប្អូនទាំងអស់គ្នាកំណត់កាមេរ៉ាទៅនឹងមួយមកចូល grid កាមេរ៉ា linear camera បន្ទាប់មកយើង rename វាដាក់កាមេរ៉ាទី5អាហ្នឹងកាមេរ៉ាទី5ហើយយើង right click កន្លែងហ្នឹងទៅកំណត់កាមេរ៉ា list កាមេរ៉ាទី5ហើយចំណែកឯខាងស្រីនេះខ្ញុំត្រូវដូរទៅនឹងចលនាអត់អាចឲ្យចឹងឈរនិយាយបានចឹងឯណាអញ្ចឹងដើម្បីដូរចលនាយើងត្រូវកាត់កន្លែងហ្នឹងកាត់កន្លែងនេះចលនានេះកាត់ចុងចេញកាមេរ៉ាឈរហ្នឹងចូលកន្លែងហ្នឹងមកហ្នឹងហើយលុបចេញទៅលុបនេះកាត់ចុងចេញមកបាទបន្ទាប់មករកចលនានិយាយឥឡូវខ្ញុំទៅរកចលនានិយាយអានេះ chat live learning កាមេរ៉ានិយាយនៅណាចេះកាមេរ៉ានិយាយឈរនិយាយគ្នាហ្នឹងហើយ
ខ្ញុំ play នេះឃើញជប់សាច់ថ្មីសុំសេរីតួអង្គតិចហ្នឹងមកដឹងម្ដងអូខេបន្តមកយើងកំណត់កន្លែងចលនាកន្លែងនិយាយហ្នឹងហើយយើងបញ្ចូលសលេងមកចូលសលេងលើតួអង្គយើងណាហ្នឹងហើយអញ្ចឹងដើម្បីបញ្ចូលសលេងតួអង្គយើងចង់បញ្ចូលនៅក្នុង Adobe Audition ហើយយកមកដាក់ក៏បានឬក៏យើងបញ្ចូល direct ទៅនឹងសលេងនឹងម្ដងបើស្អីយើងមាន sound card ដែលសារខ្ញុំមាន sound card ខ្ញុំបង្ហាញនៅក្នុង sound card ហើយបងប្អូនអ្នកអត់មាន sound card ទេបញ្ចូលសលេងតាមរយៈ Adobe Audition ធ្វើដូចខ្ញុំមិញបញ្ចូលតាមសម្រាយអញ្ចឹងទៅហើយយើងនិយាយទៅណាបាទអញ្ចឹងខ្ញុំបញ្ចូល direct ក្នុង sound card តែម្ដងអញ្ចឹងខ្ញុំចូល click លើតួអង្គស្រីហើយយក animation បន្តមក create script អូសំទោសច្រឡំ click select ទាំងអស់មិន select បានតែចូល create script ហើយ acrylic បាទបន្ទាប់មកទៀតកន្លែងនេះខ្ញុំចុចកន្លែង record កន្លែងនេះវា connect ដូរនេះខ្ញុំមាន microphone F998 click លើវាហើយខ្ញុំធ្វើការ record ប៉ុន្តែខ្ញុំត្រូវការបដូរសំឡេងសិនណាបដូរសំឡេងនៅក្នុង sound card អូខេអានេះសលេងរៀងស្រីណាយើងធ្វើសលេងរៀងស្រីណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីដែលថ្មីផងដែរទៅអត់សប្បាយណាអូខេអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការចុចអូខេហ្នឹងហើយបន្ទាប់មកទៀតយើងចូល generate ដើម្បី generate សលេងយើងឲ្យត្រូវជាមួយតួអង្គណាបាទអញ្ចឹងអានេះខ្ញុំខែបឲ្យឃើញហើយវែងវារៀងបានវារៀងយូរអញ្ចឹងឲ្យខ្ញុំសនំពរខ្ញុំធ្វើរឿងពេញកើតទេរឿងពេញវាមានច្រើនភាគអញ្ចឹងបងប្អូនអរគ្នាខ្ញុំប្រាប់ទី1យើងបង្កើតភូមិទី2ប្លង់ដើរតាមផ្លូវទី3គឺយើងក្នុងព្រៃអញ្ចឹងទៅបើយើងមានរឿងប្រហែលត្រូវតែរឿងយើងត្រូវ2ប្លង់យើងធ្វើ2ប្លង់រឿងយើងត្រូវសំដែងនៅណាយើងបង្កើតប្លង់នៅនឹងទៅបាទពេលចេញកន្លែងកំហំបែបនេះកុំអត់តន់ apply យើងយក airline សិនបាទដើម្បីឲ្យអាកំហំនោះវាទៅជាអក្សរពណ៌សវិញបានវាត្រូវគ្នាចាំតិចបាទពេលចេញសអញ្ចឹងចាំយើង apply ណោះកន្លែងនេះអត់បញ្ហាទេចុចខ្វែងចោលទៅនេះសំឡេងវានេះចាំតិចណាវាពងអត់ដើរកុំអត់តន់ចុចណាពេលដែលកម្មវិធីយើងវាមិនតន់រួចរាល់សលេងវាមិនតន់ចូលតួអង្គអីត្រឹមត្រូវអញ្ចឹងណាបាទវាត្រូវពេលវេលាតិចអញ្ចឹងទៅនេះគេពេលចូលមកយើងអាចប្រើចុចបានហើយអញ្ចឹងខ្ញុំ play មើលណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកច្រើនហើយក៏មានអ្វីដែលថ្មីផងដែរទៅអត់សប្បាយណាហ្នឹងហើយឥឡូវខ្ញុំដាក់ឲ្យតួអង្គបូរ៉ាងើបឈរសិនពេលដែលចន្ទធីនិយាយអញ្ចឹងណាហ្នឹងហើយបូរ៉ាងើបឈរបូរ៉ាល្មមងើបឈរបូរ៉ាឥឡូវខ្ញុំងើបឈរដូចជាយកក្នុងនេះវិញចលនាយ៉ានេះងើបឈរ stand to sit sit to stand ហើយក៏មានអ្វីដែលថ្មីផងដែរទៅអត់សប្បាយណាតែមុននឹងខ្ញុំសូមកែទៅនឹងចលនាបន្តិចបើសិនយើងដាក់ចលនាអញ្ចឹងគេវាខុសហើយវាអត់ណងបើយើងប្រើចាប់ប្លង់អញ្ចឹងយល់មើលណាត្រឡប់ផ្លាច់អញ្ចឹងទៅអញ្ចឹងដើម្បីកុំឲ្យមានការឲ្យវា smooth ទៅហ្នឹងបាទអញ្ចឹងខ្ញុំមើលណា
คลิกលើតួអង្គស្រីមកហើយបន្ទាប់មកខ្ញុំធ្វើឲ្យមានចលនាបន្តិចប៉ុណ្ណឹងហើយខ្ញុំកំណត់ការនិយាយត្រឹមនេះមកត្រឹមនេះបានហើយប៉ុណ្ណឹងបន្ទាប់មកខ្ញុំយក preview ដើម្បីចាប់ប្លង់យកតែចន្ទធីនិយាយបានហើយឲ្យចន្ទធីនិយាយអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំចូល grid ហើយយកកាមេរ៉ាហើយនានាកាមេរ៉ាចូល scene អានេះទី6ឃើញហើយម៉ាស៊ីនច្រើនកាមេរ៉ាបើយើងរៀបប្លង់អញ្ចឹងធ្វើរឿងពេញបរហាញអត់កើតទេបន្ទាប់មកឲ្យនិយាយ តែលេងទីក្រុងម្ដងហី ប៉ុន្តែចុចទីលើកាមេរ៉ាងាកបន្តិចតមក play តែលេងទីក្រុងម្ដងហីនៅ យើងងាកបន្តិចមកដើម្បីឲ្យកាមេរ៉ាយើងមានភាពរស់រវើកបន្ទាប់មកខ្ញុំចូល preview ហើយដើម្បីឲ្យចាប់យកតួអង្គបូរ៉ាម្ដងនេះមើលតួអង្គបូរ៉ាហ្នឹងដល់កន្លែងនេះនៅនេះអញ្ចឹងយើងទៅកន្លែងពេលដែលយើងចាប់ប្លង់ចន្ទធីហ្នឹងយើងត្រូវអុសចលនាដែលអង្គុយបដូរហ្នឹងមកលើសបន្តិចមកលើសប៉ុណ្ណេះមកលើសប៉ុណ្ណឹងណាបន្ទាប់មកយើងក៏កំណត់កាមេរ៉ាចាប់ប្លង់ទៅនឹងមួយចូល grid កាមេរ៉ា linear camera ហើយយើងដាក់កាមេរ៉ាទី7បន្ទាប់មក right click ទៅនឹងមកកាមេរ៉ា lead កាមេរ៉ាទី7ហ្នឹងហើយបន្ទាប់មក play មានរបស់ផ្លែច្រើនហើយក៏មានអ្វីដែរបន្ទាប់មកទៀតខ្ញុំចុចលើតួអង្គហើយខ្ញុំធ្វើលក្ខណៈដូចជាអង្គបន្តិចចឹងមកហើយខ្ញុំ play មានរបស់ផ្លែច្រើនហើយងាកតិចចឹងមកក៏មានអ្វីហ្នឹងហើយកន្លែងនេះយកត្រឹមហ្នឹងមកហើយញាក់តិចទៀតបន្ទាប់មកខ្ញុំ preview ទៅចាប់ប្លង់នៅចន្ទធីម្ដងចន្ទធីនិយាយអត់ទាន់ហើយចាំខ្ញុំសរុបយកចន្ទធីម្ដងមកបន្ទាប់មកចូល grid កាមេរ៉ាទៀតចាំថាយើងធ្វើរឿងតុក្កតាយើងត្រូវអត់ធ្មត់ណាកាមេរ៉ាទី8ហ្នឹងហើយដែលថ្មីផងដែរទៅអត់សុបាយណាបន្ទាប់មកយើងកើបន្តិចដើម្បីឲ្យកាមេរ៉ាយើងរស់រវើកបន្ទាប់មកយកកន្លែងនិយាយហើយមកប៉ុណ្ណឹងងាកតិចអូខេពេលនិយាយចប់ហើយនិយាយចប់ហើយឲ្យខាងបូរ៉ានិយាយម្ដងហើយយើង switch ទៅរកបូរ៉ាវិញ preview ច្រឡំ switch preview ទៅរកបូរ៉ាវិញប៉ុណ្ណឹងក៏បានឬក៏យើងចេះប៉ុណ្ណឹងមកហើយបន្ទាប់មកយើងคลิกលើបូរ៉ាយើងកំណត់កាមេរ៉ាទៅនឹងមួយមក linear camera មកហើយដាក់ទី9តមក enter ហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមទៅរកចលនាដាក់ឲ្យបូឡាមកបូឡាហើយណាជប់សិននេះអត់ទេនេះក៏អត់ដែរខ្ញុំ play សាមើលទៅនេះអត់ទេនេះទៅដើរឯណាឈរនិយាយយកក្នុងនេះវិញក៏បាននេះយើងមានរើសកាលណាទៅត្រូវតំណងយើងបង្ហាញអូខេអញ្ចឹងចំពោះចន្ទធីយើងត្រូវកាត់យកចលនាកតុយចេញ
កាត់វាមកហើយយើងលុបចេញមកបន្ទាប់មកយើងបាទយើងយកចលនាឈរមកនេះលក្ខណៈឈរស្ដាប់ឈរស្ដាប់ដល់ណាចេះឈរស្ដាប់នេះ preview វិញមើលតួអង្គពីរហ្នឹងមើលគ្នាអូខេចឹងចូលកាមេរ៉ាទី9វិញ play ចឹងតួអង្គស្រីនេះយើងទាញ copy ចលនានេះវែងតិចមកប៉ុណ្ណឹងមកហើយបន្ទាប់មកយើងធ្វើការបញ្ចូលទៅនឹងតួអង្គប្រុសតួអង្គបូរ៉ាដែលគាត់និយាយតបទៅចន្ទធីបាទចឹងដូចខ្ញុំប្រាប់ចឹងបើយើងចង់បញ្ចូលទៅក្នុង Adobe Audition ក៏បាននៅពេលយើងអត់ sound card អត់មាន sound card ចឹងណាបាទអញ្ចឹងខ្ញុំចូល direct ជាមួយ sound card ចូល animation create script คลิกលើតួអង្គបូរ៉ាហើយ create script ហើយ acrylic បន្ទាប់មកខ្ញុំចុចក្រហមតែម្ដងបាទបន្តមកទៀតចុចកន្លែង record ហើយខ្ញុំនឹងនិយាយតែម្ដងយ៉ាបាទចេញចេះអត់យកដោយសារនេះវាលោតអានេះផ្លិចចុចសារថ្មីចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់អូខេហើយចុចអូខេបន្តមកចុច generate ខ្ញុំ record និយាយច្រើនពួកខ្ញុំមើលទៅលើចលនាវាវែងដែរអញ្ចឹងណានេះវា generate ចេញជាអក្សរអង់គ្លេសថាម៉េចទេប៉ុន្តែយើងកុំខ្វល់ណាវាអត់ support មួយខ្មែរអក្សរខ្មែរទេបាទចេញក្រហមអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងចុច airline មក airline មកហើយចុច yes ទៅចាំឲ្យវាលោតអក្សរពណ៌សសុទ្ធអាហ្នឹងចាំយើងapply យករៀងយូរណាអានេះខ្ញុំសង្កេតប៉ុណ្ណឹងអានេះម៉ាស៊ីនផងម៉ាស៊ីនតែសម្រាប់បងប្អូនខ្លះគាត់ធ្វើខ្លីៗទេម៉ាស៊ីនអត់ដល់មួយនាទីទេគាត់ធ្វើតែធំ2000 frame ឬក៏1800 frame 2000 frame ហ្នឹងហើយមកល្មម2000 frame មួយឈុតទេតែជាទូទៅហ្នឹងហើយពេលចេញអញ្ចឹងយើង apply មកអាកន្លែងនេះអត់បញ្ហាទេចុចខ្វែងចោលទៅហើយដូចខ្ញុំប្រាប់អញ្ចឹងចាំបន្តិចណានេះដល់ពេលយើងដល់ពេលវាចេញមកអញ្ចឹងអាកន្លែងនេះ play មកចាំមិញ play ស្ដាប់ចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការចាប់ប្លង់តែម្ដងបាទអញ្ចឹងខ្ញុំញួចបន្តិចហើយខ្ញុំកំណត់កន្លែងនេះខ្ញុំញួចបន្តិចតែមកហើយបន្ទាប់មកខ្ញុំធ្វើការ preview ដើម្បីចាប់ប្លង់ផ្សេងចាប់ប្លង់ធំនេះហ្នឹងហើយរួចហើយខ្ញុំ create កាមេរ៉ាមួយទៀត linear ហើយកាមេរ៉ាទី10right click កាមេរ៉ាទី10
តមក play ខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហ្នឹងហើយកន្លែងនេះគឺខ្ញុំអត់ចង់ធ្វើឲ្យចលនាអីនេះទេប៉ុន្តែខ្ញុំចង់ឲ្យកាមេរ៉ាហ្នឹងវាធ្វើទៅតាមចលនាមនុស្សតែម្ដងអញ្ចឹងយើងត្រូវ follow កាមេរ៉ាយើងចុចលើកាមេរ៉ាទី10ហ្នឹង modify ហើយយើង scroll រកមើលពាក្យថាបាទattach to យក picture คลิกលើក្បាលធូអស់ហ្នឹងមកអូជាប់សោបសក់ហើយចុចត្រេ3បន្ទាប់មកយើងចូលអាលើគេនេះណាហ្នឹងហើយយើងដក text ចេញមកបាទបន្ទាប់មកចុច OK ហើយបញ្ចេញអញ្ចឹងយើងកុំប៉ះពាល់អស់យើងសេរីមកចុចលើតួអង្គហើយយើងសេរីវាឲ្យត្រូវមកត្រូវប្លង់ដែលយើងត្រូវចាប់ណាហ្នឹងហើយប៉ុណ្ណឹងមកហើយខ្ញុំ play មើលខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាឃើញហើយកាមេរ៉ាយើងវាតាមខ្ញុំជាក្មេងល្អហ្នឹងហើយអញ្ចឹងខ្ញុំដូរខ្ញុំចូល preview ហើយខ្ញុំដូរយកមកចាប់ប្លង់ចន្ទធីម្ដងឲ្យចន្ទធីធ្វើមុខធ្វើមាត់តិចឮតែក្មេងល្អអញ្ចឹងណាហ្នឹងចាប់យកប្លង់ចន្ទធីហើយចូល create ឲ្យកាមេរ៉ា linear camera បន្ទាប់មក click ទី11កាមេរ៉ាទី11 enter មក right click គឺកាមេរ៉ា list កាមេរ៉ាទី11បន្ទាប់មកឲ្យចន្ទធីលេងទឹកមុខតិចចូលកន្លែងរូប animation នេះហើយយកAku ច្រឡំ Aku ណា face puppet ចេញបែបនេះយើងរកមើលមុខមកមុខខ្សោយចេះហើយយក preview ដើម្បីមើលសិនណាហើយយើងចុច space យើងណា space ដក clear ណា keyboard ណានឹងឲ្យធ្វើមុខចឹងថាថ្មីរកមើលផ្សេងទៀតអាហ្នឹងឯងមុខខ្សោយណា preview ហ្នឹងហើយហាមមាត់ចឹងក៏បានអូខេអញ្ចឹងខ្ញុំយកអញ្ចឹងហើយខ្ញុំចុច record ហើយខ្ញុំចុច space អាដក clear ណាដែរហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសោចច្បោកខ្ញុំហ្នឹងហើយចុចប៉ឹកមកញាក់នេះទៅដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់អូខេបន្ទាប់មកបើចូលហើយខ្ញុំចង់ឲ្យចន្ទធីហ្នឹងនិយាយតបនៅពេលហ្នឹងតែម្ដងបាទនិយាយតបលើនិយាយតបតែម្ដងណាបាទ create script acrylic ដូរសំឡេងសិនបាទកន្លែងនេះយកអញ្ចឹងយើងនេះចង់មានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ាវអូខេបន្ទាប់មកយកអូខេហើយ generate អញ្ចឹងប្លង់ហ្នឹងត្រូវចប់តាមហ្នឹងហើយយើងសម្រាប់ថាចប់តាមហ្នឹងតែម្ដងណាបាទអាឡាញនេះមកពេលដែលយើងគិតថាចប់ប្លង់តាមហ្នឹងហើយយើងចាប់ផ្ដើមទៅចាប់ប្លង់ថ្មីអញ្ចឹងគេអត់បាច់ធ្វើអីបាក់ច្រើនចុចអូខេមកចាំតិចនេះគេពេលដែលវាមិនទាន់ឲ្យពេលឲ្យវាឲ្យយើងចុចអញ្ចឹងខ្ញុំ play មើលមានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ាវប៉ុណ្ណឹងមកអត់នឹកឥឡូវកាត់កន្លែងនេះមួយឲ្យកាត់សលេងតិចកន្លែងអត់មាននិយាយនេះកាត់សលេងតិចមកហ្នឹងហើយលុបមកទាញប្អប់គ្នា play មកមានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ាវហ្នឹងហើយអញ្ចឹងតើតើនឹងកន្លែងនេះមើលសិនហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសោចច្បោកខ្ញុំអូខេអញ្ចឹងខ្ញុំធ្វើឲ្យកាមេរ៉ានឹងកើតិចប៉ុណ្ណេះហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសោចច្បោកខ្ញុំ
ខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ះហ្នឹងហើយឥឡូវកន្លែងនេះខ្ញុំត្រូវបដូរលេងក្នុងបដូរមកតែដើរលេងអញ្ចឹងបើសិនឥឡូវកន្លែងអញ្ចឹងបើសិននេះខ្ញុំបដូរដើម្បីចាប់ប្លង់នៅបូរ៉ាវិញនេះខ្ញុំចាប់ប្លង់ចេះបាទបន្ទាប់មកយើងចូល grid ហើយយកកាមេរ៉ាហើយ linear camera ហ្នឹង12ណាឃើញហើយមកប្លង់ច្រើនហ្នឹងណាបើយើងធ្វើតែបើយើងចង់ធ្វើតិចយើងចាប់ប្លង់តិចទៅនិយាយគ្នាបន្តិចបាទតមកខ្ញុំអង្គលបន្តិចហ្នឹងហើយឲ្យ play បើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំអង្គបន្តិចមកឲ្យកាមេរ៉ាអត់អូខេអញ្ចឹងចប់កន្លែងនិយាយនេះខ្ញុំចាប់ប្លង់ឲ្យចន្ទធីនិយាយវិញយកប៉ុណ្ណេះហើយគ្រីកកាមេរ៉ាមកបាទអញ្ចឹងប្លង់ស៊ីនត្រូវវគ្គបញ្ចប់ហើយវគ្គដែលយើងត្រូវចូលប្លង់ថ្មី13បន្ទាប់មកយើងចុចខិតសលេងនេះមកអូខេមានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ៅឥឡូវកន្លែងនេះខ្ញុំដូរនៅចលនាកន្លែងទាញចលនាបិទតិចតាមនេះមកបាទបន្ទាប់មកខ្ញុំទៅរកចលនានិយាយស្រីនិយាយម្ដងមានអីលុយមកកណោឲ្យនេះ play មានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ៅប៉ុណ្ណឹងអូខេបន្ទាប់ពីប៉ុណ្ណឹងហើយយើងចាប់ផ្ដើមធ្វើចលនានៅលើកាមេរ៉ាបន្តិចសិនឲ្យកាមេរ៉ាយើងមានរស់រវើកព្រោះមិនឲ្យស្កប់កាមេរ៉ាឆ្កឹងអញ្ចឹងណាហ្នឹងហើយប៉ុណ្ណឹងហើយបន្ទាប់មកដើម្បីឲ្យការបញ្ចប់ប្លង់នឹងរលូនថតយកចង្ងាយមកបាទថតយកចង្ងាយអញ្ចឹងមកយកចង្ងាយពីហ្នឹងមកបានយើងកាត់ទៅប្លង់ថ្មីតែម្ដងចូល grid កាមេរ៉ា linear camera បន្តមក14កាមេរ៉ា14អញ្ចឹងសង្ឃឹមថាខ្ញុំបង្ហាញនៅSkype ប៉ុណ្ណេះធ្វើដូចអញ្ចឹងទៅណាទោះបីយើងបង្កើតប្លង់ថ្មីទៅណាក៏យើងធ្វើដូចតាមការបង្ហាញរបស់ខ្ញុំអញ្ចឹងទៅណាបន្តមកទៀតធ្វើឲ្យមានចលនាបន្តិចនេះ zoom ចេះបាទហើយមកដល់ទៅនេះ zoom ទៀតហើយមកដល់ទៅនេះមុននឹងយើងកាត់ចូលក្នុងផ្លេ zoom ទៀតមកអូខេប៉ុណ្ណឹងមក zoom ចេញខ្ញុំហ្នឹងឥឡូវរួចបន្ទាប់ពីរួចយើងត្រូវនេះកាមេរ៉ាគេថាកាមេរ៉ាអញ្ចឹងយើងត្រូវបិទភ្នែកកាមេរ៉ានេះមកមុននឹងយើង render វាចេញកុំឲ្យវាជាប់កាមេរ៉ាហ្នឹងញ៉ៃហ្នឹងហើយបិទភ្នែកហ្នឹងមកអញ្ចឹងខ្ញុំសង្ខេបឲ្យមេរៀននេះតើប៉ុណ្ណឹងទេណាបាទហើយសម្រាប់ប្លង់ថ្មីភាគថ្មីបងប្អូនទាំងគ្នាអាចថាធ្វើទៅបាទធ្វើទៅហើយដូចថាខ្ញុំបង្ហាញតាផ្លូវមួយដំបូងហ្នឹងអាលើកក្រោយក៏ដូចគ្នាដែរណាបាទព្រោះធម្មតាមេរៀនតែគេបង្ហើបអាដំបូងអញ្ចឹងគឺទៅដំបូងហើយចំពោះកាមេរ៉ាមួយទៀតយើងคลิกលើតួអង្គមកព្រោះយើងដាក់ follow កាមេរ៉ាអញ្ចឹងណាចឹងវានៅក្នុងតួអង្គហើយអញ្ចឹងយើងបិទភ្នែកវាមកហើយចំពោះសុធីចន្ទធីច្រឡំសុធីណាចន្ទធីនេះនៅចន្ទធីនេះក៏មានកាមេរ៉ាបិទអស់ហើយណាអញ្ចឹងដើម្បី render ឲ្យវាចូលជាមួយនឹងកាត់ប្លង់កាមេរ៉ាមកវគ្គមិញឲ្យវា
តាមលំដាប់ដោយយើងត្រូវឈរនៅលើ switch ណាហើយខ្ញុំ play ឲ្យមើលថាវាលំដាប់ដោយយ៉ាងម៉េចបាទតោះមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដង ណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីផងដែរទៅអត់សប្បាយណាចំពោះការដើរលេងខ្ញុំគិតថាហ្នឹងហើយនៅមួយទៀតបាទធ្វើភ្នែកឲ្យបិទបើកហ្នឹងហើយឥឡូវតោះកន្លែងនិយាយកន្លែងណាចេះនេះអញ្ចឹងចុចនៅលើសុទ្ធចន្ទធីហើយយើងចូលមកកន្លែងនេះមក animation នេះយកមក face puppet បន្តមកទៀតយើងคลิกនៅលើតាណាមួយចឹងមកយើងចង់យកទៅនេះក៏បានយើងចង់យកលើរូបណាមួយក៏បានដែរប៉ុន្តែឥឡូវខ្ញុំយករូបមួយនេះចុះណារូបនេះញឹមនេះចុះបាទហើយខ្ញុំចុច preview មើលសិននេះគេយើងម៉ៅរបស់យើងហ្នឹងចុចមកពឹកចឹងមកភ្នែកព្រិចតាមហើយអញ្ចឹងតោះបន្តមកយើងចុច space ដក clear keyboard ហ្នឹងចេញទៅហើយយើងយក record ហើយយើងចុច space វិញមកណា keyboard ហ្នឹងបន្តមកតោះណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីផងដែរទៅអត់សប្បាយណាចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់មានអីលុយមកកណោឲ្យអាថាទៅមកខ្ញុំប៉ាវអូខេពេលដល់ប្លង់ដែលយើងត្រូវផ្ដាច់ហើយយើងចុច space វិញមកឈប់ record ហើយអញ្ចឹងយើង record តួអង្គយើងមួយទៀតតួអង្គបូរ៉ាคลิกលើបូរ៉ាមកបាទคลิกលើបូរ៉ាហើយយើងយក motion face puppet នេះដែរបន្តមកទៀតយើងយកប្រុសនេះមកហើយខ្ញុំយកអានេះចុះណាហ្នឹងហើយហើយខ្ញុំចុច record តែម្ដងបាទមកកន្លែងសិនកុំឲ្យពិបាកមើលបន្តមកយើងចុច space លើ computer មកណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីផងដែរទៅអត់សប្បាយណាចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់មានអីលុយមកកណោឲ្យអាថាទៅមកខ្ញុំប៉ាវអូខេដល់វគ្គបញ្ចប់ហ្នឹងយើងចុច space វិញមកហើយបន្តមកបិទបាទឥឡូវយើងសម្រេចថាបានមួយscene ហើយ play ឲ្យមើលមានភូមិទូចមួយហើយបញ្ជាក់ណាបើសិនជាយើងឈរនៅលើកាមេរ៉ាទីឧទាហរណ៍ទី1អញ្ចឹងបើសិនជាយើងមាន play ទៅមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែ play ទៅវាជាប់តាមនឹងវាអត់មានបដូរទៅកាមេរ៉ាទី1ទី2ទី3តាមលំដាប់ដោយទេអញ្ចឹងសូមបញ្ជាក់ណាពេលយើងដាក់កំណត់កាមេរ៉ាច្រើនយើងកំណត់ទៅលើ switch មើលទាំងអស់គ្នាមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងណែបូរ៉ាតោះទៅលេងទីក្រុងម្ដងអីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីផងដែរទៅអត់សប្បាយណាចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណា
ពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់ មានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ាវ អូខេឥឡូវខ្ញុំមើលទៅលើកន្លែងនេះមួយកាមេរ៉ារៀងកន្លែងចាប់យកមុខចន្ទធីនេះចាំមើលកាមេរ៉ាទីម៉ានហ្នឹងបើកាមេរ៉ាទីម៉ានចេះ2 4 6 8 10 11 12 12 11នេះអញ្ចឹងខ្ញុំលុបកាមេរ៉ាកន្លែងនេះចេញណាកន្លែងនេះចេញយកតែមួយនេះបានហ្នឹងហើយខ្ញុំ play សាកឲ្យមើលថាថ្មីពេញល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចហ្នឹងហើយវារៀង smooth ជាងមុនមិញដាក់ដប់អូខេបន្តមកទៀតយើងកន្លែងណាដែលយើងត្រូវឲ្យមាន blur background ហ្នឹងហើយកន្លែងនេះមួយអញ្ចឹងកន្លែងហ្នឹងជាកាមេរ៉ាទី2អញ្ចឹងคลิกលើទី2មកឥឡូវយើងដូរមកដាក់ទី2ដែរមកហើយយើងចូលកន្លែង tray 3ហ្នឹងយើង scroll ឡើងលើឃើញ activate ណាបាទចុចលើវាមកនេះ blur អញ្ចឹងយើងទាញនេះមកនេះអស់មកហើយអានេះយើងសេរីដែរមកសេរីយកឲ្យលក្ខណៈ blur ណាហ្នឹងហើយប៉ុណ្ណឹងមក blur ប៉ុណ្ណឹងមកកន្លែងនេះទាញវាអស់ឬអាក្រោមនេះយើងចង់ blur ខ្លាំងឬ blur បន្តិចខាងនោះក៏បានដែរយក blur ប៉ុណ្ណេះអស់ play មកប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីបាទហើយចូលទី3ប្លង់តាទី3ទី3យើងចូលទី3ដែរមកដាក់ blur ដូចគ្នាមកប៉ុណ្ណឹងមកអូខេ play មកមុខរបរការងារផ្សេងគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការបើយើងចង់ blur ឲ្យរៀងខ្លាំងហ្នឹងហើយនេះខ្ញុំយកប៉ុណ្ណឹងខាងក្រោមនេះចង់ blur ប៉ុណ្ណេះបានហើយយើងសេរីប៉ុណ្ណឹងមកមុខរបរការងារផ្សេងគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅចំណែកឯច័ន្ទហ្នឹងហើយហ៎អានេះកាមេរ៉ាទី4នេះយក activate មកplay មើលក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងអូខេអានេះទី5 blur ដែរមកមិនបាច់ឲ្យឃើញ background ទេ background យើងអត់ស្អាតទី6ហើយឈប់ទី5ទី6ទី7ទី6នេះហើយដាក់ចឹងមកហើយទី7ប៉ុណ្ណឹងមកហើយទី8ដាក់ blur background ទី9
សេរីប៉ុណ្ណឹងហើយទី10ដូចជានៅក្នុងតួអង្គនេះคลิกទី10ដែរមកហើយទី11ទីអស់ចឹងមកយកប៉ុណ្ណេះទី12ហ្នឹងហើយយើងតមកទី13ប៉ុណ្ណឹងមកប៉ុណ្ណឹងហើយទី14អូខេហើយបន្តមកខ្ញុំ play តិចមកអូខេចឹងយើងចូល switch ហើយយើងបិទមកវិញបន្តមក play ជាការសម្រេចដើម្បីឲ្យបងប្អូនអរគ្នាមើលតែម្ដងណាបាទមានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងណែបូរ៉ាតោះទៅលេងទីក្រុងម្ដងហីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីៗផងដែរទៅអត់សប្បាយណាអឺចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយកន្លែងប្លង់នេះមិញដូចជាអត់ទាន់បាននេះហ៎នេះមិនមែនទេហើយប្លង់ទីម៉ានទី9អូនឹងមែនមិនចុចហើយអូខេសាថ្មីតាន់បាននេះវិញដែលថ្មីៗផងដែរទៅអត់សប្បាយណាអឺចំពោះការដើរអាប្លង់នេះក៏អត់ចាប់ទីម៉ានទេអាមកចុងចុចដាក់វិញចឹងបណ្ដោយទៅមិនទៅវាទៅដាច់វិញអូខេតោះ play មានភូមិទូចមួយមនុស្សមិនសូវរស់នៅជាច្រើនទេប៉ុន្តែដោយសារតែមានអ្នកភូមិខ្លះគាត់ចេញទៅរកស៊ីប្រកបមុខរបរការងារផ្សេងៗគ្នាចំណែកឯអ្នកខ្លះក៏នៅផ្ទះបែបប្រកបមុខរបរធម្មតាធ្វើការងារធម្មតាអញ្ចឹងទៅចំណែកឯចន្ទធីក៏បានដើរសម្ដៅទៅរកបូរ៉ាដើម្បីបបួលបូរ៉ាទៅលេងទីក្រុងម្ដងណែបូរ៉ាតោះទៅលេងទីក្រុងម្ដងហីនៅទីក្រុងមានរបស់ប្លែកៗច្រើនហើយក៏មានអ្វីៗដែលថ្មីៗផងដែរទៅអត់សប្បាយណាអឺ
ចំពោះការដើរលេងខ្ញុំគិតថាចាំខ្ញុំគិតមើលសិនណាពីព្រោះថាខ្ញុំជាក្មេងល្អហើយបើបបួលខ្ញុំទៅដើរលេងអញ្ចឹងខ្ញុំខ្លាចអ្នកជិតខាងគេសើចច្បោកខ្ញុំថាខ្ញុំអត់ការងារហើយគិតតែដើរលេងអញ្ចឹងបើសិនជាចង់បបួលខ្ញុំមានលុយប៉ាវខ្ញុំដែរឬក៏អត់ មានអីលុយមកកណោឲ្យអាតាទៅមកខ្ញុំប៉ាវ អូខេអញ្ចឹងយើងចប់ម៉ាស៊ីនណាអញ្ចឹងការធ្វើរឿងគេធ្វើយ៉ាងគេធ្វើម៉ាស៊ីនអញ្ចឹងទៅចាំគេធ្វើបន្តនៅភាគឧទាហរណ៍ថាត្រូវដើរទៅលេងផ្សារយើងទៅបង្កើតផ្សារទៅរកប្លង់ផ្សារធ្វើផ្សារធ្វើអ្នកលក់របស់ធ្វើដាក់ដូចខ្ញុំអញ្ចឹងណាដាក់តូបដាក់អីអញ្ចឹងមកបាទអញ្ចឹងគឺបែបហ្នឹងណាអញ្ចឹងខ្ញុំសង្ខេបបានប៉ុណ្្នឹងទេព្រោះវាវែងដែរណាបាទអូខេបន្តមកយើងចង់ sell project នឹងទុកអញ្ចឹងចង់ sell យើងយកពាក្យថា sell as sell project as នេះមកណាបាទបន្តមកយើងសរសេរមកយើងសរសេរដាក់ថា project អីមួយអញ្ចឹងទៅដាក់ថាប្លង់ទី1អញ្ចឹងទៅបាទដាក់ប្លង់ទី1អញ្ចឹងមកបាទដាក់ប្លង់1អញ្ចឹងមកហើយចុច sell ទៅបាទទុកយើងបើកធ្វើនៅថ្ងៃក្រោយអញ្ចឹងណាបាទបើយើងចង់ធ្វើនៅប្លង់ភូមិម្ដងទៀតអីអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតយើងធ្វើការ render ជាវីដេអូចេញតែម្ដងបាទអញ្ចឹង render ជាវីដេអូហ្នឹងគឺយើងត្រូវកោឈរលើ switch បន្ទាប់មកយើងចូលកន្លែងនេះកន្លែង render ហ្នឹងហើយយើងកំណត់ frame មកយកវីដេអូណាបាទនេះ iMake ទេ iMake ប្រយ័ត្នចេញជារូបថតអានេះយកវីដេអូមកហើយ MP4 បន្ទាប់មកកន្លែងនេះយើងយក60ទៅឲ្យច្បាស់ល្អហើយកន្លែងនេះយើងរើសជា 4K ក៏បានបាទជា 4K ក៏បានជា HD តែពីច្រើនយក HD ហ្នឹងហើយ18ប៉ុណ្ណឹងទៅបានហើយបន្ទាប់មក export តែម្ដងទៅណាបាទមិនបាច់ធ្វើច្រើនទេហើយដាក់ download បន្ទាប់មកយើង save មកខ្ញុំដាក់ V1 អញ្ចឹងមកហើយស្រួលចំណាំហ្នឹង V1 អញ្ចឹងមកយកដាក់ទៅហ្នឹង save ឃើញទេអញ្ចឹងរួចហើយយើង render យើងបានម៉ាស៊ីនហើយពេលដែលយើងបានម៉ាស៊ីនហើយចាំយើងយកទៅកាត់តបញ្ចូលគ្នាណាតភាគគ្នាជាមួយនឹងកម្មវិធីកាត់តវីដេអូផ្សេងៗដែលយើងប្រើប្រាស់នៅកម្មវិធីមួយណាយើងដាក់នៅកម្មវិធីមួយហ្នឹងទៅឧទាហរណ៍ថាខ្ញុំប្រើ CapCut អញ្ចឹងចុះណាខ្ញុំប្រើ CapCut ហើយអញ្ចឹងបងប្អូនអរគ្នាយកអាវីដេអូដែលចេញជាសាច់រឿងមួយភាគហើយណាឥឡូវខ្ញុំបង្ហាញមើលនេះចុចមើលនេះមកបាទហើយខ្ញុំយកនេះឧទាហរណ៍ថាដូចវីដេអូខ្ញុំអញ្ចឹងណាខ្ញុំអត់ទេយើងបើក CapCut អញ្ចឹងមកហើយអានេះយើងធ្វើបានច្រើនស៊ីនណានេះឃើញទេធ្វើបានច្រើនស៊ីនអញ្ចឹងយើងអស់វាចូលមកអានេះម៉ាស៊ីនណានេះឃើញទេនេះថ្ងៃមួយនៅភូមិតងៃមានរឿងអាក្រក់កើតឡើងមនុស្សជាច្រើនបាននិយាយថាមានខ្មោចតៃហោងដែលកំពុងចូលសន្ធិដ្ឋក្នុងខ្លួនមនុស្សធ្វើឲ្យពួកគេឈឺចុកចាប់ហើយខ្លះក៏បានស្លាប់យ៉ាងអាថ៌កំបាំងមានតែគ្រូអាគមទេហ្នឹងហើយបន្តមកយើង scroll ឲ្យយើងច្រឡំ scroll យើង select ទាំងអស់មកនេះបើយើងទៅថាយើងចប់ហើយណាសាច់រឿងយើងបានធ្វើចប់ហើយណាហ្នឹងហើយពេលធ្វើចប់ហើយយើងយកមកកាត់តវាជាមួយនឹងកម្មវិធីអីផ្សេងមកដាក់ប្រគុំគ្នាអញ្ចឹងមកឲ្យណាភាគ1នេះអូសភាគ1ចូលមកហើយភាគ2អញ្ចឹងមកនេះឃើញទេបាទធ្វើអញ្ចឹងមកឃើញអត់អញ្ចឹងយើងមើលអាតាណារៀងឆ្កងយើងតម្រុំវាយកមកនេះមកឧទាហរណ៍ថាកន្លែងនេះដែលដេញខ្មោចចេញពីក្នុងខ្លួនបានឬទេហើយបញ្ញាប់មកផ្ទះវិញអូខេកាត់ទៅនឹងចោលមកហើយនេះគឺយើងត្រូវកាត់ដែរអាកន្លែងឆ្កឹងនេះអាកន្លែងឆ្កឹងឈរទៅបើកទ្វារឡាននេះអញ្ចឹងយើងកាត់យកវាត្រឹមចាប់ពីដើរអញ្ចឹងបណ្ដោយទៅចាំមើលថាវាសមមិនសមបាទហើយបន្តមកទៀតកន្លែងនេះហ្នឹងហើយអាកន្លែងដែលស្កប់ឡានបើកនេះក៏យើងត្រូវកាត់តិចដែរនេះយកអាកន្លែងឡានបើកចេញទៅម្ដងណាលុបហ្នឹងមកហើយអាកន្លែងដែលកាត់នេះយើងអាចឆ្នៃវាទៅជាលក្ខណៈ black fade អញ្ចឹងមកបញ្ញាប់មកផ្ទះវិញឃើញទេតួអង្គយើងបើកឡានចេញទៅអញ្ចឹងទៅ
បើយើងមានសលេងឡានហើយយើងយកមកដាក់ជាសំឡេងមកតែសលេងឡានយល់ល្អទៅថតនៅតាមផ្លូវទៅកុំយកសលេងឡានផ្ដេសផ្ដាសប្រយ័ត្នជាប់ copyright របស់គេពី website ឃើញហើយអញ្ចឹងគឺវាបែបហ្នឹងណាអញ្ចឹងការបង្ហាញសង្ខេបនៅសាច់រឿងសង្ឃឹមថាយល់ខ្លះណាហើយក៏យូរដែរបាទប្រហែលនាទីហើយខ្ញុំចុចមើលសិន1ម៉ោងកន្លះបាទអញ្ចឹងបើឲ្យខ្ញុំធ្វើជារឿងពេញតែហ្មងមិនដឹងប្រហែលម៉ោងទេបាទអញ្ចឹងសង្ឃឹមថាយល់ចោះបាទអញ្ចឹងការធ្វើរឿងគឺគេធ្វើអញ្ចឹងណាគេបង្កើតម៉ាស៊ីនអញ្ចឹងម៉ាស៊ីនវាចេញជាភាគ1ភាគ2ភាគ3ភាគ4អញ្ចឹងមកបានយើងមកប្រគំនៅក្នុងនឹងតែម្ដងបាទចុះអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងណាពេល